តើគាត់គួរតែសម្រេចចិត្តថាចូលធ្វើការផងរៀនផងឬមួយគាត់រៀនសុទ្ធតែប៉ុន្តែប្រធានបទនេះវាមានការវិនិច្ឆ័យច្រើនដោយសារតែអ្នកមួយចំនួនគាត់គិតថាគាត់គួរតែរៀនសុទ្ធដើម្បីផ្ដោតអារម្មណ៍ទៅលើការសិក្សារបស់គាត់កាន់តែល្អប្រសើរចំណែកអ្នកខ្លះគាត់គិតថាគួរតែរៀនផងធ្វើការផងដើម្បីទទួលបានទាំងចំណេះដឹងបទពិសោធន៍ការងារក៏ដូចជាបំណិនជីវិតផ្ទាល់ជាក់ស្ដែងអញ្ចឹងឡើយហ្នឹងយើងអាចនិយាយបានថាវាមិនអាចត្រូវទាំងសងខាង 100% វាអាចលៀងគ្នាតិចតួចដោយសារតែការយល់ឃើញខុសៗគ្នាចំណុចទី1តើតើជាមួយសិស្សដែលគាត់រៀនសុទ្ធតាមមុខហ្មងគាត់អត់មានផ្ដោតទៅលើការងារអីទេបើយើងនិយាយពីគុណសម្បត្តិគឺទី1គឺគាត់អាចផ្ដោតអារម្មណ៍ពេញលេញទៅលើការសិក្សារបស់គាត់ទី2គឺគាត់កាត់បន្ថយពីតានតឹងដោយសារតែនៅពេលដែលគាត់មិនបានធ្វើការអារម្មណ៍តានតឹងរបស់គាត់គឺអត់សូវមានទេទី3នោះគឺគាត់មានពេលចូលជាមួយសង្គមចោះក៏ដូចជាគាត់អាចធ្វើអ្វីតាមដែលគាត់ចូលចិត្តបានប៉ុន្តែបើសិនយើងនិយាយតើតើជាមួយនឹងគុណវិបត្តិនៃអ្នកដែលគាត់រៀនសុទ្ធតាមមុខទី1គឺគាត់ខ្វះបទពិសោធន៍ការងារជាក់ស្ដែងគុណវិបត្តិទី2នោះបើសិនជាគាត់ផ្ដោតទៅលើការសិក្សាមួយមុខគឺគាត់ត្រូវពឹងផ្អែកទៅលើហិរញ្ញវត្ថុរបស់គ្រួសារមានថាការចំណាយលុយកាក់នេះគឺមកពីឪពុកម្ដាយគាត់ទាំងស្រុងតែម្ដងដោយសារតែគាត់អត់អាចធ្វើការបានខ្លួនឯងទេអញ្ចឹងគឺគាត់ត្រូវតែពឹងផ្អែកទៅលើប្រាក់ឧបត្ថម្ភពីឪពុកម្ដាយផ្ទាល់